ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតើតើជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងtom.com ចឹងថ្ងៃនេះគឺយើងមកមើលការងារនៅលើ app របស់បងtom យើងដឹងថា app គឺយើងដំឡើងនៅលើទូរស័ព្ទដៃហើយយើងគាត់ទៅចូលទៅយើងចុចទៅលើ app ហ្នឹងគឺយើងមើលឃើញតែម្ដងណាចឹងមិនចាំបាច់វា URL ចុះឡើងគឺជាចំណុចពិសេសដែលតើតើជាមួយនឹងការប្រើប្រាស់ app មើលការងារតាមក្រុមហ៊ុនជាជំនួយមួយក្នុងការឲ្យយើងដឹងថាតើយើងចង់ធ្វើការក្រុមហ៊ុនមួយណាហើយយើងមានស្គាល់ក្រុមហ៊ុនណាខ្លះទេចាំបើសិនជាយើងអត់មានស្គាល់ក្រុមហ៊ុនណាទេគឺយើងអាចចូលទៅគេហទំព័របងtom.com ហើយចុចទៅលើតាមរយៈនយោជកឬមួយក៏ក្រុមហ៊ុនទៅគឺយើងឃើញឈ្មោះក្រុមហ៊ុនទាំងអស់ហ្នឹងហើយណាចឹងនៅក្នុងក្រុមហ៊ុនមួយគាត់មានព័ត៌មានការងារចុះផ្សាយនៅលើហ្នឹងតែម្ដងចឹងនៅក្នុងហ្នឹងការដែលយើងចូលមើលការងារតាមរយៈក្រុមហ៊ុនគឺធ្វើឲ្យយើងដឹងអំពីថាតើក្រុមហ៊ុននេះគាត់ធ្វើអីគេហើយក្រុមហ៊ុនហ្នឹងប្រភេទអីគេតើតើជាមួយនឹងចំណេះដឹងយើងតែយើងមានចំណេះអីគេខ្លះណាចាចឹងតើតើនៅក្នុងនេះគឺឥឡូវគឺយើងមកមើលតាមការងារមានខ្ពស់មានទាបណាទៅតាមកម្រិតការងារនីមួយៗតែបើការងារនៅខាងបងធំគឺភាគច្រើនការងារគឺរៀងខ្ពស់បន្តិចហើយតែមិនមែនសុទ្ធតែជាការងារខ្ពស់យើងអត់អាចធ្វើបាននោះទេណាគឺសម្រាប់ពួកគេដែលគេមានចំណេះដឹងខ្ពស់គេក៏មើលការងារខ្ពស់ទៅតែបើសិនជាគេមានចំណេះដឹងទាបអីគេសំលមុំគេមើលការងារតាមសំលមុំហ្នឹងទៅឥឡូវគឺយើងថ្ងៃនេះយើងមកមើលការងារនៅខាងក្រុមហ៊ុនមួយទៅគឺនៅខាង coffee ណាយើងចុចទៅលើក្រុមហ៊ុនហ្នឹងទៅយើង coffee យើងដឹងចាអញ្ចឹងគឺយើងចុចទៅលើឈ្មោះក្រុមហ៊ុនហ្នឹងទៅគឺយើងចុចលើការផ្សព្វផ្សាយនៅក្នុងហ្នឹងគឺយើងឃើញនៅខាងក្រុមហ៊ុនគាត់មានសេចក្តីប្រកាស2ដែលមុខតំណែងគាត់គឺមានច្រើនយើងដឹងថាគាត់មានមុខតំណែងប្រហែលគឺយើងចុចមកនេះវិញទៅគឺឃើញអញ្ចឹងគាត់មាន11មុខតំណែងណានៅក្នុង11មុខតំណែងហ្នឹងគឺយើងឃើញគឺយើងមកមើលការងារទាំងអស់គ្នាតាក់ទងជាមួយនឹង various position នៅខាង coffee call today ចាឈ្មោះក្រុមហ៊ុនគឺឈ្មោះ coffee យើងដឹងកាហ្វេណាយើងនៅទីនេះគឺយើងមកមើលព័ត៌មានលម្អិតនៃការផ្សព្វផ្សាយហ្នឹងគឺជាព័ត៌មានលម្អិតអំពីក្រុមហ៊ុនណាអញ្ចឹងក្រុមហ៊ុនគាត់ធ្វើអីគាត់លក់អីហ្នឹងគឺគាត់ដាក់នៅក្នុងនេះគឺយើងមើលទៅឈ្មោះរបស់គាត់គឺ coffee call today ក្នុងនេះគឺគាត់លក់តាក់ទងជាមួយនឹងកាហ្វេ espresso ដែលពួកយើងឃើញការលក់របស់គាត់ហ្នឹងហើយគាត់មានលក់espresso machine ដែរណាអញ្ចឹងតាក់ទងជាមួយនឹងខាងក្រុមហ៊ុនគាត់ពាក់ព័ន្ធជាមួយនឹងខាងកាហ្វេតែម្ដងណាយើងមើលព័ត៌មានតាក់ទងជាមួយនឹងក្រុមហ៊ុនធ្វើតាក់ទងជាមួយនឹងផលិតផលគាត់លក់អីហ្នឹងគឺឃើញបើយើងចូលទៅធ្វើការនៅទីហ្នឹងគឺយើងទទួលបានចំណេះដឹងល្អតែម្ដងណាគឺចំណេះដឹងដែលយើងអាចចូលទៅធ្វើហើយយើងទទួលបានចំណេះដឹងហើយយើងចង់មករកស៊ីខ្លួនឯងតាក់ទងជាមួយការលក់កាហ្វេលក់អីផ្សេងៗទៀតក៏យើងកាន់តែល្អថែមទៀតណានេះគឺជាចំណេះដឹងការងារនៅខាងផ្នែកលក់អញ្ចឹងការងារផ្នែកលក់គឺយើងធ្វើការពីតូចយើងរីកទៅធំណានេះគឺជាជំនាញពិសេសផ្នែកខាងលក់ដែលពួកយើងគិតថាជាមុខតំណែងដែលពិបាកក្នុងការធ្វើណាអញ្ចឹងតើតើជាមួយនឹងការលក់ហ្នឹងជាទូទៅគឺមិនសូវជាទទួលបានអ្នកដាក់ពាក្យអីច្រើនដូចមុខតំណែងផ្សេងៗទេដោយសារតែម្នាក់គិតថាការលក់ហ្នឹងគឺពិបាកគឺហត់នឿយហត់ណាស់ការងារសម្រាប់ការផ្នែកលក់ហើយផ្នែកទីផ្សារហ្នឹងគឺមានការងារច្រើនណាស់ដែលកំពុងតែរងចាំពួកគាត់ឲ្យតែគាត់មានចំណេះជំនាញពិតប្រាកដនៅក្នុងផ្នែកហ្នឹងអញ្ចឹងមិនថាគាត់ហ្នឹងបានសិក្សានៅខាងសាលាឬមួយក៏គាត់មានជំនាញដងនៅក្នុងខ្លួនទេណាឲ្យតែគាត់ចាប់អារម្មណ៍ក្នុងការលក់គឺមុខតំណែងតែងតែមានសម្រាប់គាត់ជានិច្ចណាយើងមកមើលខាង regional sales manager តំណែងនេះគឺខ្ពស់ណាគឺគាត់ចូលទៅគឺគាត់ជាអ្នកគ្រប់គ្រងតែម្ដងអញ្ចឹងនៅក្នុងតកតងជាមួយនឹងការងារហ្នឹងគឺគាត់ធ្វើការនៅការិយាល័យភាសាគឺគាត់ត្រូវការភាសាខ្មែរហើយនិងភាសាអង់គ្លេសទេហ្នឹងគឺនៅភ្នំពេញណានៅក្នុងមុខតំណែងហ្នឹងគឺគាត់ដាក់បរិយាយពេញតែម្ដងណាគឺនៅក្នុងហ្នឹងគឺព័ត៌មានពេញឲ្យយើងតែម្ដងតកតងជាមួយនឹងគោលបំណងនៃមុខតំណែងដែលយើងត្រូវធ្វើគាត់ដាក់ភ្ជាប់មកទីនេះហើយមិនត្រឹមតែប៉ុណ្ណឹងនៅពេលដែលគេដាក់ key performance indicator KPI ហ្នឹងមានសមត្ថភាពក្នុងការដាក់ពាក្យទៅខាងមុខតំណែងនៅក្រុមហ៊ុនហ្នឹងគឺគាត់ប្រកាសជាដឹងហើយចាអញ្ចឹងតកតងជាមួយនឹងការងារហ្នឹងគឺគេធ្វើការហើយគេវាស់វែងជាមួយនឹងសមត្ថភាពនៃការងាររបស់គាត់នៅពេលដែលគាត់ចូលទៅធ្វើណាអញ្ចឹងទៅគឺគាត់ត្រូវទទួលបានជោគជ័យទៅលើ probation សិនការងារសាកល្បងរយៈពេលប្រហែលខែនឹងស្ថិតនៅលើក្រុមហ៊ុនជាទូទៅគឺ3ខែណាគឺគេមានការគ្រប់គ្រងការងារប្រកេដាក់ទៅបើយើងមើលទៅគឺច្បាស់លាស់តែម្ដងណាចាអញ្ចឹងគឺយើងមើលតាមហ្នឹងទៅយើងចូលទៅយើងបានធ្វើទាំងអស់ហ្នឹងគឺយើងចេះទាំងចំណេះដឹងទាំងអស់ហ្នឹងទៀតណាគឺមិនអត់ប្រយោជន៍ទេណាគឺល្អមែនតើណាសម្រាប់ពួកយើងហើយតើតើជាមួយនឹងការងារដែលយើងត្រូវធ្វើគឺដាក់ពេញនៅទីនេះតែម្ដងណាគឺយើងឃើញច្រើនចាគឺគាត់មានច្រើនអញ្ចឹងអ្នកដែលចូលទៅធ្វើការនៅខាងcafe quality ហ្នឹងគឺយើងរំពឹងទុកថាការងាររបស់យើងគឺចូលទៅដឹងតែមានធ្វើពេញតែម្ដងណានេះគឺជាចំណុចល្អសម្រាប់ពួកយើងចូលទៅធ្វើការកាលណាយើងចូលទៅមានការងារធ្វើពេញរហូតគឺជាចំណុចល្អបំផុតណាមិនមែនយើងចូលទៅហើយយើងរំពឹងថាអត់មានការងារធ្វើអញ្ចឹងយើងទៅធ្វើការយើងអត់មានការងារធ្វើគឺមិនមែនជាកន្លែងការងារដែលយើងត្រូវធ្វើនោះទេណាចាដូច្នេះគឺយើងចូលមើលតាក់ទងជាមួយនឹងមុខតំណែងមួយនោះយ៉ាងហោចណាស់ក៏យើងត្រូវមានបទពិសោធន៍7ឆ្នាំដែរណាអញ្ចឹង7ឆ្នាំតាក់ទងជាមួយនឹងការលក់ណាអញ្ចឹងបើសិនជាយើងទៀបជាង7ឆ្នាំយើងដាក់ទៅមុខតំណែងផ្សេងទៅណានៅក្នុងហ្នឹងតាក់ទងជាមួយនឹង regional sales manager ហ្នឹងគឺត្រូវការ7ឆ្នាំហើយបើការងារទទួលខុសត្រូវបែបហ្នឹងតម្រូវការច្រើនបែបហ្នឹងប្រាក់ខែគឺយើងរំពឹងទុកទៅណាគឺយើងអាចចរចាជាមួយនឹងពួកគាត់បានចាដូច្នេះគឺយើងមើលព័ត៌មានការងារទាំងអស់ហ្នឹងគឺយើងត្រូវយល់ដឹងសំខាន់ឲ្យយើងយល់ដឹងអំពីព័ត៌មានការងារនៅពេលដែលយើងទៅរៀបចំប្រវត្តិរូបនោះមិនមែនយើងទៅរៀបចំប្រវត្តិរូបហើយយើងមើលព័ត៌មានការងារអត់យល់ហើយយើងចេះតែដាក់ទៅអាហ្នឹងគឺយើងរាវទេណាគឺយើងថ្មិចភ្នែកទៅតែម្ដងដូច្នេះសំខាន់គឺយើងត្រូវមើលព័ត៌មានឲ្យយល់ហើយឲ្យចេះមើលព័ត៌មានហ្នឹងតម្រូវការគេយ៉ាងម៉េចហើយគេត្រូវការអីគេចង់បានអីយើងដាក់ទៅគឺយើងត្រូវដែរទេយើងមើលតម្រូវការការងារហើយយើងមកកលេចមើលខ្លួនឯងអ្វីដែលយើងមានណាតើតើជាមួយចំណេះដឹងបទពិសោធន៍ចាជំនាញអីហ្នឹងគឺយើងមកមើលណា
ចឹងកន្លែងហ្នឹងគឺគាត់មានក្រុមហ៊ុនគាត់មានមុខតំណែងច្រើនសម្រាប់ឲ្យយើងដាក់ពាក្យទៅណាចឹងមិនមែនមានតែ sale ទេណាគឺយើងដឹងមាន senior graphic designer មានខាងផ្នែក design ទៀតណាសម្រាប់ពួកយើងដែលមានជំនាញខាងផ្នែក design ហ្នឹងគឺយើងដាក់ពាក្យទៅហើយនៅក្នុងហ្នឹងពេលយើងចាប់អារម្មណ៍រៀបចំប្រវត្តិរូបសង្ខេបដាក់ពាក្យទៅតាមរយៈដាក់ពាក្យឥឡូវនេះរបស់បងធំទៅគឺយើងចូលទៅដល់នយោជកតែម្ដងដល់ក្រុមហ៊ុនតែម្ដងណាមិនចូល spam ទេណាដូច្នេះគឺតកតងជាមួយនឹងការងារទាំងអស់ហ្នឹងគឺយើងឃើញនៅតំណែងតំណងចានៅក្នុងហ្នឹងគឺក្រុមហ៊ុននៅផ្លូវម៉ាស៊ីតុងនៅសង្កាត់បឹងត្បែកណានៅខណ្ឌចំការមុនភ្នំពេញនេះទេណាចឹងសម្រាប់ពួកយើងដែលចង់ធ្វើការនៅភ្នំពេញហើយខាងផ្នែកលក់ហ្នឹងគឺនៅតែទៅក្រុមហ៊ុន cafe ហ្នឹងទៅណាសម្រាប់លេខតំណែងតំណង email អីគឺនៅទីនេះណាបើយើងចង់ដាក់ចូល email ផ្ទាល់របស់ក្រុមហ៊ុនយើងមានចម្ងល់អីយើងសួរតាមលេខដែលគេដាក់នៅទីនេះទៅដូច្នេះគឺនៅទីនេះគឺគាត់មានមុខតំណែងច្រើនសម្រាប់នៅសេចក្តីប្រកាស2ហើយមានមុខតំណែងចូលគ្នានៅក្នុងហ្នឹងមាន operation manager internal audit supervisor ហ្នឹងគឺយើងឃើញតម្រូវការតាក់ទងជាមួយនឹងការងារហ្នឹងហើយការងារប្រកកំណត់ថ្ងៃទី22ខែ3ហ្នឹងហើយដូច្នេះយើងចាប់អារម្មណ៍យើងរៀបចំប្រវត្តិរូបសង្ខេបហើយយើងដាក់ទៅណាតាក់ទងជាមួយនឹងពួកយើងដែលមានជំនាញខ្ពស់ថ្នាក់កម្រិត supervisor អ្នកដឹកនាំហើយនឹងអ្នកគ្រប់គ្រងហ្នឹងគឺត្រូវហើយណាគឺយើងចូលទៅគឺមានការងារធ្វើច្រើនហើយនឹងជាចំណេះដឹងពិសេសសម្រាប់ពួកយើងចូលទៅធ្វើហើយសម្រាប់ពួកយើងដែលយើងមានចំណេះដឹងដែលមិនទាន់ត្រូវតាមតម្រូវការការងារនៅក្នុងមុខតំណែងហ្នឹងគឺយើងមើលទៅណាពេលយើងធ្វើការគឺយើងត្រូវយកចិត្តទុកដាក់អញ្ចឹងការងារទាំងអស់ហ្នឹងគឺនឹងមានឱកាសដល់ពួកយើងនៅពេលក្រោយទៀតណាបើពេលនេះគឺយើងមិនទាន់មានគ្រប់គ្រាន់តាមតម្រូវការនៃការដាក់ពាក្យរបស់ការងារយើងពេលក្រោយយើងអាចត្រូវនឹងតម្រូវការយើងអាចដាក់ពាក្យបានហើយណាដូច្នេះគឺយើងដឹងថាការងារផ្នែកលក់มันចេះអត់កន្លែងធ្វើទេណាសំខាន់គឺឲ្យតែយើងមានចំណេះដឹងពិតប្រាកដយើងមានគោលបំណងក្នុងការលក់ពិតមែនថ្ងៃនេះគឺយើងមានប៉ុណ្ណឹងហើយក៏សូមជូនពរពួកយើងមានសំណាងល្អជោគជ័យទាំងអស់គ្នាចាសូមអរគុណ